ខ្ញុំឈ្មោះកុំសុភាខ្ញុំមកពីក្រុមការងារពិសេសសិទ្ធិនៅឋានមន្ត្រីហេតុការចងក្រងសហគមន៍នៅក្នុងភូមិគិនឃ្លាំងតំបន់នេះគេហៅថាភូមិគិនឃ្លាំងសង្កាត់តែស្លៀបតែប៉ុន្តែខាងលើនេះគេហៅថាទំនុកខ្មែរលើគឺមានការបូកផ្សាច់ពីក្រុមហ៊ុន OCIC តែគេធ្វើការបូកផ្សាច់ដាក់ដីប្រជាជនដែលគ្មានដំណោះស្រាយហើយធ្វើទីក្រុងរណបដែលហៅថាទីក្រុងរណបជួយចង្វាដូចខាងក្រោយខ្ញុំគេមានគេធ្វើកញ្ចុះរោស៊ីអញ្ចឹងណានឹងឯដល់ពេលអញ្ចឹងគឺលិចរបស់គាត់ហ្មងចាដីរបស់ខ្ញុំដូចទំនប់អញ្ចឹងណាដូចតដល់ពេលបូមអមសងខាងមកគឺទឹកហ្នឹងវាអត់មានហូរទៅណាឯងគឺវាទៅក្រោកទៅផ្ទះខ្ញុំហ្មងកំពុងគាត់ហ្មងថាបូមដាក់ជុំវិញខ្ញុំនៅកដាព្រោះនៅអកើតគឺនឹងចាក់ចាញ់ហើយកន្លងមកដែលទួលដឹងពីខាងក្រុមហ៊ុនហ្នឹងគឺមានតែការដោះដូរផ្ទះហើយបើសិនជាដីអត់មានផ្ទះគឺគិត1ម៉ែត្រការ៉េ5ដងផ្ទះបើបតឹងចាស់4ម៉ែត្រ4ម៉ែត្រខ្លះ3ម៉ែត្រទេបើបដោអញ្ចឹង2 10ហើយផ្ទះគាត់ធ្វើហ្នឹងមិនមែនជារៀបឥតដូចមានស្តង់ដារដូចផ្ទះយើងធ្វើរឹងមាំឯណាផ្ទះគាត់និយាយរួមកន្លងមកអ្នកដែលនៅបានតែ2ខែអីគឺមានស្រាមឯឥឡូវផេះហ្មងហើយអត់ពួកអីគាត់ចាក់បេតុងរៀបដុំឲ្យគាត់លើបន្ទប់ធ្វើបានជាផ្ទះល្វែងគាត់មិនធ្វើជាស្តង់ដារឲ្យឈើញដៃដែលខ្ញុំឃើញទៅទូចឆ្មាអញ្ចឹងពួកខ្ញុំនៅផ្ទះខ្លួនឯងវាមិនស្រួលជាងគឺការដោះដូរផ្ទះរបស់ដំណោះស្រាយរបស់គាត់ដោះដូរគឺខ្ញុំអត់ចង់បានដូច្នេះនៅពេលដែលមានការបំដាក់គឺប្រជាជនក្នុងភូមិគិនឃ្លាំងគាត់តែងតែធ្វើការប្រមូលផ្ដុំគ្នាដើម្បីធ្វើការទប់ស្កាត់ការបូមខ្សាច់ហ្នឹងចំពោះថ្ងៃនេះគឺយើងធ្វើការប្រជុំជាមួយនឹងប្រជាជនក្នុងភូមិគិនឃ្លាំងដែលមានការចូលរួមពីប្រជាជនក្នុងភូមិប្រតិសេធហើយនឹងខណ្ឌជួយចង្វាតែពួកយើងធ្វើការឆ្លោះបញ្ចាំងអំពីសកម្មភាពដែលពួកយើងបានធ្វើការជោគជ័យក្នុងអំឡុងពេល2ខែចំពោះភាពជោគជ័យរបស់អ្នកភូមិគិនឃ្លាំងកន្លងមកគឺមានដូចជាទី1គឺគាត់បានទប់ស្កាត់ការបូមខ្សាច់រយៈពេល4ដងកន្លងមកសកម្មភាពដែលយើងឃើញឆ្លុះបញ្ចាំងហ្នឹងចង់និយាយថាភាពសាមគ្គីគ្នាអញ្ចឹងកន្លងមកយើងឃើញសកម្មភាពពួកហ្នឹងគេធ្វើយើងបានដងយើងពេលគេដាក់យកប៉ាប់យើងនាំមករូសាក់ដៃគ្នាសាមគ្គីគ្នាយើងតវ៉ាទាមទារគេដកចេញគេយើងបានជ័យជំនះរាល់ពេលហើយក៏មានសកម្មភាពអីបាក់កិច្ចគ្នាហើយទី2នោះលទ្ធផលយើងបានប្រតិគឺជាជននេះគឺក្នុងនេះគឺគាត់បានទទួលវគ្គបណ្ដាដកដាផ្សេងអំពីខាងក្រុមការងារពិសេសនៅឋានដូចជាមានខាងមន្ត្រីច្បាប់ពូណែនអូនីគាត់បានមកធ្វើការវគ្គបណ្ដាសម្រាប់ជាពលរដ្ឋយើងដើម្បីឲ្យគាត់ដឹងអំពីការផ្សេងទាក់ទងទៅនឹងខណ្ឌនិងសិទ្ធិរបស់ប្រជាជនការតស៊ូមតិជាលទ្ធផលមួយទៀតគឺប្រជាជនក្នុងភូមិយើងនេះគឺមានការរួបរวมសាមគ្គីគ្នាតែយើងចង់បង្ហាញគាត់ឲ្យគាត់ដឹងថាការរួបរวมសាមគ្គីគ្នាគឺធ្វើឲ្យយើងបានទទួលភាពជោគជ័យគឺយើងអាចទប់ស្កាត់ការបូមខ្សាច់របស់គាត់បានពីព្រោះគាត់អះអាងថាដីរបស់គាត់ដែលគាត់រស់នៅសប្តាហ៍ថ្ងៃនេះគឺជាដីភូមិចាស់មួយដីរបស់យើងមានភូមិក្រុមបន្ទល់ទៅភូមិទៀនឃ្លាំងទល់តាក់កណ្ដាលកន្លាយជាមួយភូមិដើមខប្រៃផ្សេងតែចូលដីគ្នាតាមមកចប់កាប់ភ្លឺតាមជួបជួគ្នាទៀតភូមិផ្ទះមានតែវាតកូលតិចដល់រឿងគ្នាទៀតខេត្តអីគេថាកំណត់ដីនឹងដីរបស់រដ្ឋអញ្ចឹងមកពីណាមកពីអ្នកភូមិនឹងចង់បានរបស់យើងប៉ុន្តែយើងមិនចំទាស់នឹងការអភិវឌ្ឍរបស់គេទេព្រោះថារដ្ឋឆ្នាំមកហើយធ្វើអីមិនចាញ់អញ្ចឹងរដ្ឋាភិបាលអភិវឌ្ឍទៅប៉ុន្តែនៅសល់ដីប៉ុណ្ណឹងយ៉ាងយើងតើគាត់ជប់ឲ្យយើងរស់នៅអត់អាចកាត់ឲ្យវាឲ្យវាទៅអញ្ចឹងបានខ្ញុំមានមួយបែកមួយតស៊ូគឺយើងទៀមទាឃើញញ៉ាត់ដឹកនៃដៃសុំតែវៀងប៉ុណ្ណឹងយើងអាចឈ្នះបានហើយយើងអាចតស៊ូបានហើយហើយយើងធ្វើមិនដោយអហិង្សាតែប៉ុណ្ណឹងទេអាហ្នឹងខ្ញុំយល់បានឃើញប៉ុណ្ណឹងអំពីច្បាប់ដីធ្លីសិទ្ធិរបស់យើងរស់នៅគាត់មានបានកម្មសិទ្ធិមានបានកាន់កាប់ផ្ទះរបស់គាត់អញ្ចឹងគាត់ចង់រស់នៅដីរបស់គាត់តោះឲ្យគាត់ចង់ទៅរស់នៅជាមួយនឹងផ្ទះរបស់ក្រុមហ៊ុនការដោះដូរនោះទេយើងមិនប្រឆាំងទេការអភិវឌ្ឍប៉ុន្តែទុកអាចន្លោះហ្នឹងឲ្យប្រជាជនយើងរស់នៅផងសុំវៀងទៅបើដោះស្រាយផលប៉ះពាល់គេមិនបានសមរម្យគឺគាត់ចង់ឲ្យក្រុមហ៊ុននេះគឺធ្វើការខ្វៀលដីរបស់គាត់ចេញពីតំបន់អភិវឌ្ឍ
ជួយចង្វា បើណឯងមិនទាន់មានដំណោះស្រាយផងណែឯងចង់បូមណែឯងចង់យកយកបានទេ ហើយអញ្ចឹងទេសូមគុណសិនឲ្យទៅអូនខាងអង្គការនិយាយតទៀតបាទសូមអរហើយ